បកកាយងើបកកាយងក់បកកាយខឹងមនុស្សប្រុសអត់ស្រឡាញ់ហើយក៏មនុស្សប្រុសអត់ត្រូវការដែរក៏ប៉ុន្តែគេត្រូវការលក្ខណៈមនុស្សស្រីដែលមានសម្ដីផ្អែមល្ហែមទន់ភ្លន់ជាពាក្យដែលលើកទឹកចិត្តផ្អែមល្ហែមទន់ភ្លន់មិនមែនជាពាក្យបញ្ជោឬក៏ពាក្យអីទេប៉ុន្តែជាពាក្យមួយដែលព្រះជាម្ចាស់សពហាតែយើងធ្វើពីណាគេក៏ដោយក៏ចូលចិត្តពាក្យផ្អែមល្ហែមទន់ភ្លន់ដែរមកធ្វើការហត់នឿយមនុស្សយើងស្រឡាញ់និយាយពាក្យផ្អែមល្ហែមទន់ភ្លន់យើងមានកម្លាំងចិត្តម្ដងងក់ងើអញ្ចឹងមនុស្សប្រុសក៏អត់ចូលចិត្តដែរមែនទេមនុស្សប្រុសសុំ comment ឲ្យខ្ញុំដឹងផងអត់ចូលចិត្តអ្នកដែលងក់ងើឲ្យពេលខ្លះធ្វើការងារហត់នឿយអីណាពេលខ្លះមនុស្សប្រុសក៏ត្រូវការពាក្យផ្អែមល្ហែមពាក្យលើកទឹកចិត្តមិនមែនត្រូវការពាក្យងក់ងើឬក៏អីដាក់គាត់ទេមែនទេដូច្នេះហើយខ្ញុំគិតថាអាភាពងក់ងើពូកែខឹងហ្នឹងប្រហែលជាស្ថិតនៅក្នុងអំពើបាបដែរមិនដឹងដូច្នេះហើយសូមកាត់បន្ថយផ្លាស់ប្ដូរដាក់សេចក្តីស្រឡាញ់នៅក្នុងទាំងអស់ហ្នឹងវិញបកកាយងក់បកកាយងើកាត់ចោលដាក់សេចក្តីស្រឡាញ់នៅក្នុងហ្នឹងខ្ញុំគិតថាតំណែងមួយបើសិនបើយើងបកកាយងក់បកកាយងើបកកាយខឹងអត់បានយូរទេដូច្នេះហើយដាក់សេចក្តីស្រឡាញ់នៅក្នុងហ្នឹងដល់ពេលដែលយើងមានសេចក្តីស្រឡាញ់គ្នានឹងគ្នាយើងកាត់បន្ថយទាំងអស់ហ្នឹងចេញតំណែងយើងនឹងល្អប្រសើរពេលខ្លះភាពងក់ងើគួរឲ្យធុញ is so boring នៅក្នុងតំណែងដូច្នេះហើយសូមដាក់សេចក្តីស្រឡាញ់ពាក្យផ្អែមល្ហែមទន់ភ្លន់លើកទឹកចិត្តគ្នា yes ជារឿងល្អដែលព្រះជាម្ចាស់សពហាត់ទេអូខេកុំអត់យល់មិនដែរ comment ឲ្យខ្ញុំនឹងផងនៅងក់ងើទៀតអត់